ក្រៅអំពីលោកប្រធានាធិបតី Donald Trump ដែលខិតខំប្រឹងប្រែងបង្កើតនូវកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃហើយបានបញ្ចប់ទៅដោយជោគជ័យបាទអញ្ចឹងនៅមានបរិសម្នាក់ទៀតដែលគាត់ខិតខំប្រឹងប្រែងលះបង់ទាំងកម្លាំងការចិត្តបាទទម្រាំបានបញ្ចប់បាទនៅកិច្ចព្រមព្រៀងក៏ដូចជាចំនួនរវាងកម្ពុជាថៃនេះបាទគឺយើងកុំភ្លេចឲ្យសោះបាទក្នុងនាមជាប្រជាជនកម្ពុជាបាទសូមអរគុណបាទទៅដល់គុណូបការៈរបស់លោកអាន់វ៉ាអ៊ីប្រាហ៊ីមបាទនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីដែលគាត់ខិតខំលះបង់ទាំងកម្លាំងការចិត្តនៅក្នុងការបង្កើតឲ្យមានកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់ចំនួនរវាងប្រទេសទាំងពីរគឺកម្ពុជាថៃបាទអញ្ចឹងបងប្អូនយើងដែលជាប្រជាជនកម្ពុជាទាំងមូលបាទសូមអរគុណមែនទែនបាទទៅដល់លោកអាន់វ៉ាអ៊ីប្រាហ៊ីមបាទដែលគាត់បានលះបង់ទាំងកម្លាំងការចិត្តទាំងពេលវេលាបាទដើម្បីធ្វើការបញ្ចប់នៅចំនួនបាទរវាងប្រទេសទាំងពីរនៅក្នុងនាមជាប្រធានអាស៊ានឆ្នាំ2025លោកអាន់វ៉ាអ៊ីប្រាហ៊ីមគឺបានដើរតួនាទីសំខាន់មែនទែននៅក្នុងការសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងទីក្រុងកាឡាឡាំពូដោយលោកខិតខំប្រឹងប្រែងខ្លាំងណាស់បាទទាំងផ្នែកការទូតទាំងភាពជាអ្នកដឹកនាំសឹងតែច្រើនជាងការលះបង់សម្រាប់ផលប្រយោជន៍ជាតិផ្ទាល់របស់គាត់ទៅទៀតបាទក្រោយពីចំនួនព្រំដែនកម្ពុជាថៃផ្ទុះឡើងនៅក្នុងខែកក្កដាគឺលោកអាន់វ៉ាអ៊ីប្រាហ៊ីមនឹងគាត់បានគិតហើយក៏ទៀតប្រើប្រាស់គន្លងអាស៊ានដើម្បីដោះស្រាយជាងអនុញ្ញាតឲ្យមានការអន្តរាគមន៍ពីខាងក្រៅទាំងស្រុងលោកអាន់វ៉ាអ៊ីប្រាហ៊ីមគាត់បានសម្របសម្រួលកិច្ចប្រជុំដោយផ្ទាល់នៅទីក្រុងពូត្រាចាយាកាលពីខែកក្កដាដើម្បីសម្រេចបាននូវបទឈប់បាញ់ជាបឋមបាទហើយដើម្បីបង្ហាញថាប្រទេសជាសមាជិកអាស៊ានគឺមានសមត្ថភាពដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនបានលោកថែមទាំងរៀបចំឲ្យមានក្រុមសង្កេតការណ៍បណ្ដោះអាសន្នមកអង្កេតបទឈប់បាញ់នៅភាគីទាំងសងខាងផងដែរបាទអញ្ចឹងគឺការដោះស្រាយចំនួនព្រំដែនកម្ពុជាថៃនេះលោកអាន់វ៉ាអ៊ីប្រាហ៊ីមគាត់ខិតខំមែនទែនបាទពីរដងហើយបងប្អូនបាទលើកទី1ហ្នឹងគឺដោះស្រាយបទឈប់បាញ់បាទកាលពីខែកក្កដាបាទថ្ងៃទី29ខែកក្កដាកន្លងទៅហ្នឹងគឺម្ដងបាទហើយលើកទី2គឺនៅថ្ងៃប្រជុំអាស៊ានបាទថ្ងៃទី26ខែតុលាយើងនេះបាទម្ដងទៀតគឺ2ដងហើយបងប្អូនម្ដងហើយម្ដងទៀតបាទក្នុងនាមជាប្រជាជនកម្ពុជាទាំងមូលបាទយើងខ្ញុំសូមគោរពបាទអរគុណមែនទែនទៅដល់លោកនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមបាទដែលបានខិតខំខ្នះខ្នែងមែនទែនបាទជួយឲ្យមានបទឈប់បាញ់ក៏ដូចជាមានកិច្ចព្រមព្រៀងសន្តិភាពជោគជ័យនៅក្នុងការសម្របសម្រួលសន្តិភាពនេះមិនត្រឹមតែជាជោគជ័យផ្ទាល់ខ្លួនរបស់លោកអាន់វ៉ាប៉ុណ្ណោះទេបាទប៉ុន្តែថែមទាំងជាការលើកស្ទួយកិត្យានុភាពរបស់អាស៊ានទាំងមូលផងដែរនៅក្នុងការដោះស្រាយចំនួននៅក្នុងតំបន់ក្រោមប្រធានបទបរិយាបន្ននិងនិរន្តរភាពរបស់ម៉ាឡេស៊ីប្រជាជនកម្ពុជាពិតជាអរគុណខ្លាំងមែនទែនបាទចំពោះលោកអាន់វ៉ាហើយក៏មិនភ្លេចគុណលោកត្រាំផងដែរដែលបានចូលរួមសម្របសម្រួលបញ្ចប់សង្គ្រាមនាំយកនូវសន្តិភាពបាទជូនប្រទេសកម្ពុជាបាទ